ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជំរឿចិត្តតន្ត្រីមាសខ្មែរគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីយុគសម័យដ៏រុងរឿងមួយនិងជាមរតកដ៏មហាអស្ចារ្យដែលបន្សល់ទុកនូវចម្រៀងរាប់ពាន់បទថ្ងៃនេះយើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅក្នុងស្នាដៃមួយដែលពណ៌នាពីភាពឯកាដ៏ជ្រាលជ្រៅបំផុតគឺបទខ្យល់សមុទ្របទខ្យល់សមុទ្រត្រូវបានច្រៀងដោយអធិរាជសម្លេងមាសលោកស៊ីនស៊ីសមុទ្រលោកក៏ជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយផ្ទាល់ផងដែរហើយបទនេះចេញផ្សាយក្នុងទសវត្សរ៍1970ក្នុងបរិបទចម្រៀងមនោសញ្ចេតនានាសម័យនោះបទនេះបានប្រើប្រាស់ឧបករណ៍តន្ត្រីបែបលោកខាងលិចលាយឡំជាមួយសំនៀងខ្មែរបង្កើតបានជាលំនាំ slow rock ដែលពិរោះរណ្ដំនិងទាក់ទាញអារម្មណ៍តាំងពីដើមរហូតដល់ចប់វគ្គទី1ចាប់ផ្ដើមដោយការពណ៌នាទេសភាពមើលទឹកសមុទ្រវែងឆ្ងាយផុតជ្រោយជ្រាំងមេខៀវខ្មៅបាងមើលមាត់ជ្រាំងជាប់ជួនគ្នាឃ្លានេះមិនមែនគ្រាន់តែជាទេសភាពទេតែជាតំណាងឲ្យគម្លាតនិងភាពឯកាដ៏ធំធេងនៅក្នុងចិត្តឃ្លារលងរលេងក្រោមចន្ទ្រាឲ្យរងារន្ធន់ស្លន់កាមាបញ្ជាក់ថាទោះជាមានពន្លឺព្រះច័ន្ទក៏ដោយក៏ទេសភាពនោះមិនបានផ្ដល់ភាពកក់ក្ដៅឡើយអារម្មណ៍រងាពីខាងក្រៅបានជ្រាបចូលទៅក្នុងផ្លូវចិត្តធ្វើឲ្យសម្រស់ធម្មជាតិក្លាយជាប្រភពនៃទុក្ខសោកវគ្គទី2មើលច័ន្ទទូភៀងរឿងរាំងត្រចាច្បាស់ប្រភោសាមសៀងចំណោធ្ងួចធ្ងោកតជលសាចុងស្ររេរំតាមវាតាប្របឆ្នេរជលសាជាលំហគឺជាបច្ចេកទេសក្នុងវោហារស័ព្ទធ្វើឲ្យធម្មជាតិយំជំនួសតួអង្គប្រុសសំឡេងរលកបានក្លាយជាសំឡេងធ្ងោពីបេះដូងខ្លួនឯងវគ្គបន្តគឺជាចំណុចស្នូលរងាដណ្ដខ្យល់សមុទ្រឲ្យស្លុតរន្ធត់ទ្រូងយោបយោព្រឺព្រួចនឹកស្រងបវរបង្ហាញពីការឈឺចាប់ផ្លូវចិត្តខ្លាំងរហូតប៉ះពាល់ដល់រាងកាយធ្វើឲ្យទ្រូងញាប់ញ័រធ្វើឲ្យការនឹករលឹកត្រូវបានប្រួយផ្ដើមឡើងវិញដោយការប្រៀបធៀបលំអសមុទ្រផននិស័យនៅតែមិនអាចផ្ទឹមនឹងនារីជាទីស្រឡាញ់បាននេះជាការលើកតម្លៃសេចក្តីស្នេហាឲ្យខ្ពស់ជាងវត្ថុដ៏វិសេសនៅក្នុងធម្មជាតិវគ្គទី3គឺជាសេចក្តីសន្និដ្ឋាននៃបេះដូងទោះល្អយ៉ាងណាក៏នៅមិនធួនស្ងួនវិសុទ្ធដួងខ្យល់សមុទ្រទេពជយុទ្ធនឹងច័ន្ទថ្លៃមិនទឹមសំរងស្រស់ចរណៃលោកស៊ីនស៊ីសមុទ្របានប្រើការប្រៀបធៀបដ៏ធំធេងដោយយកទេពសយុទ្ធនិងព្រះច័ន្ទពេញបរមីមកបញ្ជាក់ថាសម្រស់និងតម្លៃរបស់គូស្នេហ៍គឺគ្មានអ្វីអាចជំនួសបានឡើយសំណួរវោហារចុងក្រោយថ្លើមថ្លៃឲ្យភ្លេងដូចម្ដេចបានគឺជាសេចក្តីប្រាជ្ញាចិត្តដ៏មោះមុតបំផុតវាមិនមែនជាសំណួរដែលទាមទារចម្លើយទេតែជាការប្រកាសពីភាពស្មោះត្រង់ដែលគ្មានថ្ងៃរសាយបទខ្យល់សមុទ្រគឺជាគំរូនៃស្នាដៃរាប់ពាន់បទក្នុងសម័យមាសតន្ត្រីខ្មែរក្នុងអំឡុងទសវត្សរ៍1960និង70ដែលបានលាយបញ្ចូលគ្នារវាងតន្ត្រីបុរាណចង្វាក់ Rock and Roll, Jazz និង Bossa Nova វាជារឿងគួរឲ្យសោកស្ដាយដែលសិល្បករជាច្រើនរួមទាំងលោកស៊ីនស៊ីសមុទ្រផងដែរបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមបទចម្រៀងដូចជាខ្យល់សមុទ្រនេះគឺជាវិញ្ញាណមិនចេះរលត់នៃវប្បធម៌ដែលត្រូវបានព្យាយាមបំផ្លាញវាបង្ហាញពីភាពស៊ីជម្រៅនៃភាសាខ្មែរនិងឧត្តមគតិនៃសេចក្តីស្នេហាដែលនៅតែបន្តមានឥទ្ធិពលរហូតមកដល់បច្ចុប្បន្ន
ដូច្នេះខ្យល់សមុទ្រមិនមែនគ្រាន់តែជាបទចម្រៀងនោះទេវាគឺជាមរតកកំណាព្យដ៏មានតម្លៃដែលផ្ទុកនូវទស្សនវិជ្ជានៃស្នេហាស្មោះនិងការនឹករលឹកមិនចេះចប់សូមបន្តស្ដាប់និងថែរក្សាកេរដំណែលដ៏អស្ចារ្យនេះការវិភាគនិងរៀបរាប់អំពីចម្រៀងមួយនេះបានមកពីការសំណូមពររបស់ប្រិយមិត្តរបស់យើងដែលមានឈ្មោះថាលីមមេងឡុងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះបទចម្រៀងមួយនេះបើសិនជាអ្នកទាំងអស់គ្នាមានសំណូមពរនិងមានមតិយោបល់សូមចូលរួមខមមិននៅខាងក្រោមសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តក្នុងការស្វែងយល់ពីអត្ថន័យនិងរឿងរ៉ាវផ្សេងៗនៃសិល្បៈតន្ត្រីខ្មែរសូមជួយចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូផ្សេងទៀតពីខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងត្រង់ណាដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់